ខ្ញុំកណាសូមថ្វាយបង្គំលោកគ្រូតើយើងអាចវេអង្គកឋិននៅផ្ទះសូត្រមន្តបានអត់ដូចវេចង្ហាន់នឹងបានអត់ចេះញាតិញោមរឿងវេកឋិននេះវេនៅផ្ទះអីនឹងក៏បានសូត្រមន្តនឹងនៅណាក៏បានសូត្រមន្តនៅវត្តក៏បានសូត្រមន្តនៅផ្ទះក៏បានសូត្រមន្តនៅណាក៏បានដែរហើយវេកឋិននេះដូចគ្នាវេនៅក្នុងសាលាឆាន់ក៏បានមិនតទៅវេនៅក្នុងវិហារបានទេណាញាតិញោមកុំយល់ច្រឡំថាកឋិននឹងតទៅវេក្នុងព្រះវិហារទៅបានវេបើវត្តណាអត់វិហារវេកឋិនមិនបានទេវត្តណាធ្វើវិហារអត់តន់ហើយនឹងហើយកឋិនទៅដាក់មិនបានទេមិនអញ្ចឹងទេណាមិនអញ្ចឹងទេរឿងវិហារដែលលោកសន្តិបត្តិខណ្ឌសីមានៅនឹងគឺរឿងលោកធ្វើកឋិនកម្មដែលជាសង្ឃកម្មឯណោះទេហើយញាតិញោមមិនទៅធ្វើសង្ឃកម្មឯណាអញ្ចឹងបើមិនមែនធ្វើសង្ឃកម្មទេវាអត់បញ្ហាអីនឹងទីកន្លែងវេនឹងទេវេនៅទីកន្លែងណាក៏បានបើឧទាហរណ៍ថាញាតិញោមអត់អាចអញ្ជើញមកវត្តបាននិមន្តប្រសង់ទៅផ្ទះទៅហើយវេកឋិននឹងនៅផ្ទះញាតិញោមក៏បានដែរគ្រាន់តែថាអាចបញ្ជាក់ឈ្មោះវត្តអីបន្ថែមទៀតឲ្យរឹងរឹតតែច្បាស់អាហ្នឹងក៏រឹតតែល្អដែរថាវេកឋិននៅផ្ទះខ្ញុំកណាហ្នឹងឯងតើវេកឋិនហ្នឹងដាក់ដល់ព្រះសង្ឃគង់ចាំវសានៅវត្តណាវត្តកវត្តខវត្តគោវត្តខូវត្តងោអីចឹងទៅអញ្ចឹងវាអត់មានអីសំខាន់នឹងទីកន្លែងដែលត្រូវវេទេវេនៅទីកន្លែងណាក៏បានរឿងសូត្រមន្តក៏ដូចគ្នារឿងសូត្រមន្តនេះគ្រាន់តែរឿងអេតបន្ថែមកម្មវិធីបញ្ចូលមកទេវាអត់មែននិយាយថាសូត្រមន្តនឹងតល់ទៅសូត្រមន្តនៅវត្តឬក៏ថាកឋិននឹងតល់ទៅសូត្រមន្តបានបនបានអានិសង្ឃកឋិនក៏មិនមែនដែរចំណុចពិសេសគឺនៅត្រង់ការវេហើយការវេហ្នឹងឲ្យទៅវេថ្វាយដល់សង្ឃឈ្មោះថាកឋិនទានហើយវេថ្វាយដល់សង្ឃហ្នឹងសង្ឃប្រសងដែលលោកគង់ចាំវសានឹងមួយអង្គពីរអង្គអីទៅក៏បានដែរមិនចាំបាច់តល់ថាចាប់ពី5អង្គឡើងទៅដូចការធ្វើសង្ឃកម្មនោះទេពីព្រោះញាតិញោមវេកឋិនមិនមែនជាការធ្វើសង្ឃកម្មទេបើប្រសងធ្វើសង្ឃកម្មគឺសូត្រញត្តិបកុលសម្ពុតកឋិនឲ្យក្រាលក្រងកឋិនឯនោះទេទៅជាសង្ឃកម្មជាការងាររបស់សង្ឃនេះការងាររបស់ទាយកអ្នកធ្វើកឋិនទេអញ្ចឹងវាអត់មានបញ្ហាអីទៅនឹងទីកន្លែងវេទេ